សួស្តីខ្ញុំឈ្មោះ Danny ជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីលក្ខខណ្ឌតម្រូវទី 9 នៃបទបញ្ជាចុងក្រោយរបស់ XCBS សិទ្ធិចំពោះភ្ញៀវលក្ខខណ្ឌតម្រូវបញ្ជាក់ថាអ្នកអាចមានភ្ញៀវនៅពេលណាក៏បានគឺនៅពេលណាក៏បានតោះចុះនៅ Sunny Oak ហើយមើលថាតើការឆ្លងចរន្តភ្លើងបន្ទប់គេងពេញដោយសម្រាមនិងបារីវ៉ៃបានផ្ដល់ឲ្យ Lorenzo នៅយប់មួយដែលគាត់បំភ្លេចមិនបានយ៉ាងដូចម្ដេចNova ខ្ញុំគិតថាអ្នកទៅផ្ទះតាំងពី1ម៉ោងមុនម្លេះគឺថាត្រូវមានមនុស្សម្នាក់ដែលចាំបើកភ្លើងធ្វើបានល្អណាស់គួរឲ្យអស់សំណើចណាស់ Lucas តោះចាប់ឡើងត្រូវប្រកាសថាគ្មានអីកើតឡើងដល់មនុស្សគ្រប់គ្នាទេតើមានអ្វីកើតឡើងនៅទីនេះមាននរណារបួសទេប៉ុន្តែនៅពេលណាមីមកដល់ខ្ញុំប្រហែលជាត្រូវការឡានពេទ្យបន្ទាន់ហើយមើលទៅវាជាកំហុសរបស់ខ្ញុំយើងបានព្យាយាមជួយ Renzo រៀបចំការណាត់ជួបដល់អត់ចោះយ៉ាងណាក៏វាបានកើតឡើងរួចទៅហើយមានទៀនច្រើនណាស់តើទៀនច្រើនចឹងអាចចេះផ្ទះទេសម្រាប់ស្នេហាពេលខ្លះអ្នកត្រូវល្មើសនឹងច្បាប់ដើម្បីបង្កើតបរិយាកាសអំណោយផលល្អណាស់យ៉ាវាដូចជាចាប់ដើមក្តៅបន្តិចហើយការ៉េមកដល់ហើយការ៉េអស់បាត់ហើយមានរ៉ាមែនសម្រាប់2នាក់ខ្ញុំមិនបានដឹងថារសជាតិមួយណាដែលអ្នកចង់បានទេដូច្នេះខ្ញុំធ្វើទាំងអស់វ៉ាវដូចមិនល្អសោះអូខេតើណាមីមកដល់ម៉ោងប៉ុន្មានខ្ញុំអាចប្រាប់នាងឲ្យមកយឺតតែវាអាចនឹងយឺតពេកទេមិនអីទេអ្នកអាចទទួលភ្ញៀវនៅពេលណាក៏បាននេះជាផ្ទះរបស់អ្នកដូច្នេះយើងគួរចាប់ផ្ដើមល្អជាងលោកកាពិនិត្យប្រដាប់ផ្ដាច់ចរន្តអគ្គិសនីតើប៉ុន្មានជួយគ្នាសម្អាតទីនេះហាមបង្កាត់ភ្លើងប៉ុន្តែប្រកាសណាស់យើងអនុញ្ញាតឲ្យប្រើទៀនដែលប្រើថ្មនៅទីនេះអ្នកអាចចែកម៉ាស៊ីនចាក់ Lanterman Record របស់ខ្ញុំបានខ្ញុំមានភ្លេងតែមួយបទទេនោះជាបទរបស់ Barry White អីគេខ្ញុំមានស្ទាប់តាដល់ខួបហើយដល់ពេលអបអរហើយវាអស្ចារ្យណាស់អរគុណខ្ញុំគិតថាអ្នកត្រៀមរួចរាល់ហើយអូទេខ្ញុំភ្លេចហាពេលល្ងាចបាត់ហើយខ្ញុំបានរៀបចំវាហើយណាអូមីតើអូនមកដល់យូរនៅយូរគ្រប់គ្រាន់នឹងមើលអ្នកទាំងអស់គ្នាព្យាយាមធ្វើឲ្យយប់របស់យើងកាន់តែល្អឥតខ្ចោះសំណាងល្អខ្ញុំបានយកឲ្យ Happy Sushi Joe's មកដែរបងស្រឡាញ់អូនអូនដឹងអូខេគ្រប់គ្នាចេញទៅចូលផ្ដល់ឯកជនភាពដល់ពួកគេពិតណាស់បទបញ្ជាទី7ចុងក្រោយរបស់ HCPS សិទ្ធិចំពោះឯកជនភាពសំណប់ចិត្តបងសូមអង្គុយចុះមកអញ្ចឹងអូនមិនគួរសមទេតាមរយៈការកត់រហ័សខ្លះនិងស៊ូស៊ីមួយកញ្ចប់ Lorenzo បានរៀបចំថ្ងៃណាត់ជួបក្នុងក្តីស្រមៃរបស់គាត់យ៉ាងជោគជ័យមនុស្សដែលអ្នកគាំទ្រមានសិទ្ធិទទួលភ្ញៀវគ្រប់ពេលព្រោះវាជាផ្ទះរបស់ពួកគេសូមចាំថាការផ្លាស់ប្ដូរដ៏មានឥទ្ធិពលធំធេងអាចចាប់ផ្ដើមពីការសន្ទនាតូចៗក្នុងនាមជាអ្នកផ្ដល់សេវាម្នាក់ការផ្ដោតទៅលើមនុស្សមានន័យថាស្ដាប់មនុស្សដែលអ្នកគាំទ្រនិងឆ្លើយតបទៅនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានឮ